នាវាចម្បាំងរុស្ស៊ី3គ្រឿងចូលចតនៅកំពង់ផែស្វាយ័តក្រុងព្រះសីហនុបើតាមទីបញ្ជាការជួរមុខនៃសន្តិសុខលំហសមុទ្របានឲ្យដឹងថានៅព្រឹកថ្ងៃទី28ខែមេសានេះនាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីចំនួន3គ្រឿងបានចូលចតនៅកំពង់ផែស្វាយ័តក្រុងព្រះសីហនុនាវាចម្បាំងទាំង3គ្រឿងនេះមាននាវិកសរុបចំនួន262នាក់ដឹកនាំដោយលោកវរៈនាវាឯកអាឡិចសីអានស៊ីហ្វេរ៉ូនាយសេនាធិការផ្នែកនាវាលើផ្ទៃទឹកនៃកងនាវាអាស៊ីប៉ាស៊ីហ្វិកនៃសហព័ន្ធរុស្ស៊ីបើតាមគម្រោងនាវានេះត្រូវចតរយៈពេល4ថ្ងៃនៅកម្ពុជាហើយគណៈប្រតិភូគ្រងជួបជាមួយអភិបាលខេត្តព្រះសីហនុមេបញ្ជាការមូលដ្ឋានសមុទ្ររៀមនិងមេបញ្ជាការកងទ័ពជើងទឹកកម្ពុជាភាពតានតឹងរវាងចិននិងហ្វីលីពីនបានផ្ទុះឡើងជាថ្មីម្ដងទៀតបន្ទាប់ពីប្រទេសទាំងពីរបានលើកបង្ហាញទង់ជាតិរបស់ពួកគេរៀងៗខ្លួននៅក្នុងដែនទឹកសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ CNN បានរាយការណ៍នៅថ្ងៃនេះពីហានិភ័យនៃជម្លោះដែលអាចកើនឡើងនៅដែនសមុទ្រដ៏ប្រទាញប្រទង់មួយនេះយោងតាម CNN ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិនបានលើកទង់ជាតិរបស់ខ្លួនជាលើកដំបូងនៅកោះ Sandy-Cay កាលពីដើមខែនេះដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីបន្ទាយយោធាហ្វីលីពីនដោយទាមទារអធិបតេយ្យភាពជាការឆ្លើយតបកងកម្លាំងហ្វីលីពីនបានលើកទង់ជាតិរបស់ពួកគេដែរកាលពីថ្ងៃអាទិត្យប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានផ្សាយរូបថតដែលបង្ហាញមន្ត្រីចិនលើកោះ Sandy-Cay ដែលចោទការលើកទង់ជាតិរបស់ហ្វីលីពីនថាជាសកម្មភាពខុសច្បាប់ទន្ទឹមនឹងនេះទីក្រុងម៉ានីលបានបញ្ចេញរូបថតផ្ទាល់ខ្លួនរបស់ខ្លួនដែរដោយមន្ត្រីហ្វីលីពីនបានឈរដោយមោទនភាពជាមួយនឹងទង់ជាតិរបស់ពួកគេហើយបានច្រានចោលការអះអាងរបស់ចិនថាជាការកុហកនិងផ្សាយព័ត៌មានមិនពិតសមុទ្រចិនខាងត្បូងគ្របដណ្ដប់ប្រហែលជា 3.5 លានគីឡូម៉ែត្រការ៉េជាផ្លូវទឹកដ៏សំខាន់បំផុតមួយរបស់ពិភពលោកដែលសម្បូរទៅដោយប្រេងនិងឧស្ម័ននិងមានសារៈសំខាន់ណាស់សម្រាប់ពាណិជ្ជកម្មសកលបើទោះបីជាសាលក្រមរបស់តុលាការអន្តរជាតិឆ្នាំ2016បានបដិសេធការទាមទារទឹកដីដ៏ធំសម្បើមនៃសមុទ្រចិនខាងត្បូងដោយប្រទេសចិនក៏ដោយក៏ទីក្រុងប៉េកាំងបានពង្រីកវត្តមានរបស់ខ្លួនដោយការសាងសង់មូលដ្ឋានយោធានៅលើថ្មប្រប្រាក់ទឹកនិងរបារខ្សាច់ឆ្លងកាត់សមុទ្រប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនរួមទាំងហ្វីលីពីនវៀតណាមនិងម៉ាឡេស៊ីក៏បានទាមទារផ្នែកខ្លះនៃសមុទ្រនេះផងដែរការប៉ះទង្គិចគ្នាលើកនេះរវាងហ្វីលីពីននិងចិនបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកនិងហ្វីលីពីនធ្វើសម្ពយុទ្ធយោធារួមគ្នាដ៏ធំបំផុតមិនធ្លាប់មាននៅសមុទ្រចិនខាងត្បូងនេះដែលជាសញ្ញានៃការរួមគ្នាប្រឆាំងទៅនឹងការពង្រីកឥទ្ធិពលរបស់ចិននៅទីនោះរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth បានបដិញ្ញាគាំទ្រទីក្រុងម៉ានីលដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន